សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មកបន្តសាច់រឿង The Uncloudy Soul ភាគទី11ជាបន្តទៀតតែមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ subscribe channel របស់ admin សូមជួយ subscribe admin ម្នាក់មួយផងតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តតាមដានសាច់រឿងជាមួយ admin តែម្ដងទៅនៅពេលដែលពួកគេបានទៅដល់មុខវិមានរបស់អធិរាជជាយ៉ាងក៏បាននិយាយអំពីភាពហត់នឿយរួមជាមួយនឹងលទ្ធផលដែលគេនឹងបានប្រមាញ់បិសាចជាង100ក្បាលនៅស្រុកភេងជេងដែលកាត់រសាទៅលើស្នាដៃរបស់ប៊ីងស៊ូរួមជាមួយនឹងកងទ័ពទាំងអស់ជាពិសេសគឺក្នុងករណីរបស់លោកមេប៉ាក់ឆុងហ្វានិងសត្វភ្នំជីងលីងដែលពួកគេនឹងទៅតែទទួលបានជ័យជំនះច្បាយស្រុកភេងជេងមិនអស់ឱកាសមួយនេះកន្លងផុតទៅឡើយរួចគាត់ក៏បានរៀបរាប់អំពីគុណសម្បត្តិរបស់ខ្លួនដែលបថយជីវិតរួមជាមួយនឹងទ្រព្យសម្បត្តិជួយទៅកាន់ឆ្មាំងហ្វៃយូក្នុងការស្ដារស្ថានភាពឡើងវិញរួមជាមួយនឹងផលប្រយោជន៍ប្រជាជនផងដែរស្ដាប់លើការអួតរបស់អ្នកទាំងពីរបែបនេះធ្វើឲ្យប៊ីងស៊ូនឹងគេហួសចិត្តយ៉ាងខ្លាំងចំណែកឯព្រះរាជាក៏បានចាប់អារម្មណ៍ជាមួយនឹងសត្វភ្នំជីងលីងដោយសួរថាវាគឺជាអ្វីអីអញ្ចឹងណាប៊ីងស៊ូគេក៏បានឆ្លើយតបថាគេគឺជាអ្នកដែលរស់រានមានជីវិតពីកសម្ព័ន្ធហឺហ្វឹងកាលពី20ឆ្នាំមុនលើបែបនេះអធិរាជក៏បញ្ញាមកសួរគេភ្លាមក្រែងលោបានឃើញទឹកវេទមន្តជូលីតែគេក៏បានបកស្រាយអំពីការស្លាប់របស់សត្វភ្នំមួយនេះវារហ័សខ្លាំងពេកដែលរាងកាយរបស់គេបានរលាយទៅជាដីដើម្បីសុវត្ថិភាពគេក៏បានយកដីអស់ទាំងនោះមកពិនិត្យក្រែងលោមានតម្រូវអ្វីបន្ថែមអធិរាជពិតជាពេញចិត្តជាមួយនឹងសកម្មភាពរបស់ពួកគេខ្លាំងមែនទែនទ្រង់ក៏បានប្រកាសឲ្យអ្នកគ្រប់គ្នានឹងទទួលរង្វាន់រួចក៏បានប្រាប់អាមាត្យរបស់ខ្លួននឹងឲ្យនាំប៊ីងស៊ូនឹងចូលទៅខាងក្នុងជាយ៉ាងឃើញបែបនេះគេដូចជាមានចិត្តចំណែនជាមួយនឹងប៊ីងស៊ូមិនដឹងទេនៅខាងក្នុងអធិរាជក៏បានប្រាប់ដំណឹងមួយពីការយាងមកសារជាថ្មីរបស់ម្ចាស់សុបិនអមតៈនាងត្រូវការដង្វាយរបស់ខ្លួនដែលជាមនុស្សស្រីក្រមុំឆ្លាតស្អាតចំនួន100នាក់សម្រាប់ធ្វើការគោរពភាពអមតៈមួយនេះដោយទ្រង់សង្ឃឹមថាម្ចាស់សុបិនអមតៈនឹងដករនាំងចេញអំពីភ្នំធានសឹងដែលគិតថាមនុស្សស្រីធម្មតាវាស្មោកគ្រោកខ្លាំងណាស់ដូច្នេះគាត់ក៏បានបញ្ជាឲ្យប៊ីងស៊ូដឹកនាំប្រមូលកូនស្រីមន្ត្រីទាំងអស់ធ្វើដំណើរដោយផ្ទាល់ទៅកាន់កោះផឹងឡាងប៊ីងស៊ូគេពិតជាស្ទាក់ស្ទើរក្នុងចិត្តខ្លាំងមែនទែនតែគេក៏មិនអាចជំទាស់នៅព្រះបញ្ជាបានដែរសាច់រឿងជាបន្តក៏បានបង្ហាញអំពីរាជធានីដល់ពេលនេះបានធ្វើដំណើរមកដល់រាជធានីទាំងភាពហត់នឿយនិងស្រេកឃ្លានពួកគេសោកស្ដាយជាមួយនឹងទំនិញក្នុងរាជធានីខ្លាំងមែនទែនតែពួកគេនឹងបានចាយប្រាក់របស់ខ្លួនអស់ហើយសៀវយ៉ាវក៏មិនអាចផលិតប្រាក់បានដែរនៅក្នុងពេលនេះដូច្នេះអ្វីដែលគេគួរធ្វើគឺតាមរកប៊ីងស៊ូឲ្យបានឆាប់បំផុតអាឡ័យតែនិយាយសៀវយ៉ាវមានបានមើលក្រោយណាអ្នកទាំងអស់គ្នាដែលដាលីនឹងបានជាប់នៅកន្លែងលក់ស្នៀតសក់មួយកន្លែងជាមួយនឹងបរិសម្នាក់ប្រុសម្នាក់នោះបានបបួលដាលីនឹងទៅផ្ទះរបស់គេព្រោះគេមានអាហារនិងសម្លៀកបំពាក់អីអញ្ចឹងណាប៉ុន្តែដាលីនឹងនាងអត់ទៅនោះទេគ្រាន់តែចង់ឲ្យបរិសម្នាក់នោះទិញទំនិញមួយនេះឲ្យខ្លួនតែប៉ុណ្ណោះចំណែកបរិសម្នាក់នោះគេក៏គ្មានបញ្ហានោះដែរឃើញបែបនេះសៀវយ៉ាវនាងក៏បញ្ញាទៅហាមឃាត់ដែរនិយាយបន្ថែមថាគេមកទីក្រុងដោយសារតែស្វែងរកមិត្តតែប៉ុណ្ណោះហើយក៏សួរបន្ថែមទៅកាន់បរិសម្នាក់នោះអំពីទីកន្លែងរបស់ឆ្មាំងហ្វៃយូទៀតផងតែបរិសម្នាក់នោះបែរជាគិតថាពួកអ្នកទាំងពីរនឹងឈួតទៅវិញដែលធ្វើឲ្យអ្នកទាំងពីរនឹងពិតជាហួសចិត្តជាមួយនឹងបរិសម្នាក់នោះខ្លាំងមែនទែនលុះដើរបន្តិចអ្នកទាំងពីរក៏បានទៅដល់វិហារគូផ្គងឃើញគូសង្សារកំពុងតែអធិដ្ឋានភ្ជាប់ចំណងស្នេហ៍ពិតបែបនេះធ្វើឲ្យសៀវយ៉ាវនិងដាលីគេចាប់អារម្មណ៍ខ្លាំងមែនទែនរួចសៀវយ៉ាវក៏បានទៅជ្រើសរើសពាក្យបំណងប្រាថ្នាស្នេហាពិតចូលនៅកន្លែងដែលដាលីនឹងបានណែនាំដាក់អធិដ្ឋានឲ្យស្ដេចបិសាចរួមជាមួយនឹងពួកគេនឹងមានសុវត្ថិភាពភ្លាមនោះកងដៃស្មៅរបស់នាងក៏បញ្ចេញពន្លឺសៀវយ៉ាវនៅឃើញពាក្យសម្ដីស្ដេចបិសាចបាននិយាយដាក់នាងការប្រយោគនោះថាគាត់នឹងបានភ្ជាប់ស្មារតីជាមួយនឹងកងដៃស្មៅមួយនេះហើយវាក៏ធ្វើឲ្យនាងមានសុវត្ថិភាពផងដែរក្នុងពេលជាមួយគ្នាពួកគេក៏បានកលែកឃើញកូនស្រីទាំងពីររបស់លោកចៅហ្វាយខានអ្នកទាំងពីរសុទ្ធតែចង់ខ្លាយទៅជាប្រពន្ធរបស់ប៊ីងស៊ូដែលធ្វើឲ្យពួកគេនឹងឆ្លោះគ្នាយ៉ាងខ្លាំងរួចក៏បបួលគ្នាទៅរកពុករបស់គេដើម្បីឲ្យកាត់ក្តីសៀវយ៉ាក៏បញ្ញាដេញតាមពួកនាងដោយគិតថាច្បាស់ជារកឃើញប៊ីងស៊ូនៅទីនោះជាមិនខានតែតាមមិនទាន់បានប្រមាណផងស្រាប់តែត្រូវបរិះមកក្រុមមករារាំងពួកគេពេញចិត្តជាមួយនឹងអ្នកទាំងពីរខ្លាំងមែនទែនដោយគិតថានាងមកពីហៀបគូបកឹងមួយនេះគ្រាន់តែចង់ស្វែងរកប្តីដ៏ល្អមួយតែប៉ុណ្ណោះសៀវយ៉ាពិតជាធន់ជាមួយនឹងប្រុសម្នាក់នោះខ្លាំងមែនទែនចំណែកឯបរិះម្នាក់នោះគេក៏បានសម្ដែងជាបន្តទៀតដោយបញ្ចេញប្រាក់មួយដុំគិតថាពួកនាងចាប់អារម្មណ៍អីអញ្ចឹងណាតែសៀវយ៉ានឹងអត់ត្រូវការនោះទេពីព្រោះតែនាងនឹងធ្លាប់ទិញកាទៀវមួយចានដែលមានតម្លៃរាប់រយតម្លឹងឯណោះក្រោយមកគេក៏បានប្រើល្បិចបញ្ចេញផ្កាមួយតើងទៀតដោយនិយាយលែបខៃទៅកាន់ពួកគេទាំងពីរនេះទ្រាំមិនបានអ្នកទាំងពីរក៏បានដាល់ព្រមគ្នាទៅលើផ្នែករបស់គេដែលធ្វើឲ្យពួកគេនឹងខឹងយ៉ាងខ្លាំងរួចក៏បញ្ជាកូនចៅរបស់ខ្លួនឲ្យចាប់ទៅកាន់នាងសៀវយ៉ានិងដាលីព្យាយាមចង់រត់គេចចេញពីទីនោះខ្លាំងមែនទែនតែវានៅតែមិនអាចគេចផុតរហូតដល់ប៊ីងស៊ូនឹងគេបង្ហាញខ្លួនបដាទៅកាន់ពួកគេឡើងឈឺដៃតែម្ដងត្រូវធ្ងន់បែបនេះបរិះម្នាក់នោះគេមិនអស់ចិត្តនោះឡើយថែមទាំងនិយាយអួតអាងអំពីឪពុករបស់គេទៀតតែទូស្រីនឹងមិនណយឯណាបានលើកអំពីឈ្មោះរបស់អ្នកកំចាត់បិសាចពួកឲ្យពួកគេនឹងភ័យរហូតដល់រត់អស់បន្ទាប់មកប៊ីងស៊ូក៏បានសួរទៅកាន់អ្នកទាំងពីរមិនបានជាធ្វើដំណើរមកកាន់រាជធានីអញ្ចឹងសៀវយ៉ាគេនិយាយយ៉ាងតំណែងថាគេមកទីនេះព្រោះតែចង់ផ្ដល់ឱកាសឲ្យប៊ីងស៊ូនឹងធ្វើបុណ្យកុសលព្រោះគេអត់មានអ្វីញ៉ាំនោះទេឃ្លានក៏ឃ្លានហត់នឿយក៏ហត់នឿយដូច្នេះប៊ីងស៊ូអាចបើអាហារគេញ៉ាំបានដែរឬទេអីអញ្ចឹងណាប៊ីងស៊ូលើបែបនេះហើយគេពិតជាហួសចិត្តយ៉ាងខ្លាំងចំណែកក្រពះរបស់ដាលីក៏រឡើងដូចគ្នាបន្ទាប់ពីប៊ីងស៊ូបាននាំអ្នកទាំងពីរទៅញ៉ាំអាហារឃើញថាពួកគេនឹងរីករាយជាមួយនឹងការញ៉ាំខ្លាំងមែនទែនទើបប៊ីងស៊ូនឹងសួរទៅកាន់
អ្នកទាំងពីរថាធ្វើដំណើរយ៉ាងលំបាកបែបនេះព្រោះតែចង់រីករាយជាមួយនឹងអាហារដ៏ឆ្ងាញ់នៅក្នុងឋានមនុស្សមែនទេដាលីក៏បានកោតសរសើរទៅលើអ្វីៗគ្រប់យ៉ាងនៅក្នុងអាណាចក្រមនុស្សដែលធ្វើឲ្យនាងនឹងខិតខំក្នុងការវឹកហាត់ដើម្បីទទួលបានសម្បកមួយនេះផងដែរក្រោយមកសាវយ៉ាវក៏បាននិយាយអំពីគោលបំណងរបស់ខ្លួនដែលមករកគេនឹងខាងព្រោះចង់ឲ្យគេនឹងប្រកួតជាមួយនឹងម្ចាស់សុបិនអមតៈដើម្បីកម្ចាត់វិញ្ញាណអាក្រក់លើឈ្មោះរបស់ម្ចាស់សុបិនអមតៈធ្វើឲ្យខាងនឹងគេកម្រើកយ៉ាងខ្លាំងចំណែកប៊ីងសួរគេគាត់តែគិតថាសាវយ៉ាវនឹងមានគំនិតអាក្រក់ដែលចង់ប្រើប្រាស់ខ្លួនកម្ចាត់សត្រូវរបស់ស្ដេចបិសាចប៉ុណ្ណោះដើម្បីបញ្ជាក់អំពីពាក្យសម្ដីរបស់ពួកគេដាលីក៏បានយកគំនូររបស់ម្ចាស់សុបិនអមតៈយកមកឲ្យប៊ីងស៊ូក្រោយពេលដែលប៊ីងស៊ូបានឃើញគំនូរមួយនោះហើយគេយ៉ាំយ៉ាងច្បាស់ថាស្រីម្នាក់នេះគឺគេបានជួបតាមពីនៅមាត់ជ្រោះរួចសាវយ៉ាវក៏បាននិយាយអំពីប្រវត្តិរួមជាមួយនឹងភាពគ្មានមេត្តារបស់នាងដែលស្រូបយកដួងវិញ្ញាណរបស់ក្មេងស្រីដើម្បីថែរក្សារូបសម្រស់របស់នាងស្ដាប់តាមការរៀបរាប់ប៊ីងស៊ូក៏យល់ព្រមតែគេក៏បានសួរទៅកាន់អ្នកទាំងពីរវិញអំពីអាណាចក្រមួយនោះថាតើវានឹងស្ថិតនៅត្រង់កន្លែងណាអ្នកទាំងពីរក៏មិនដឹងដូចគ្នាហើយនេះក៏ជាមូលហេតុដែលគេនឹងតាមរកប៊ីងស៊ូដែរមិនបង្អង់យូរប៊ីងស៊ូក៏បានយកផែនទីអំពីកោះនៃនគរធានសឹងតែអ្វីដែលពួកនាងធ្លាប់ឮកន្លងមកគឺអាណាចក្រមួយនោះស្ថិតនៅកោះផាំងឡាំងនេះឯងលើបែបនេះប៊ីងស៊ូគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែគេនឹងទៅតែទទួលបានបញ្ជារបស់អធិរាជទៅកាន់កោះមួយនោះឯងសារៀងជាបន្តក៏បានបង្ហាញអំពីស្ដេចបិសាចហុងយីបានទៅដល់កន្លែងមួយដែលពោពេញទៅដោយសម្លេងស្រែករបស់មនុស្សស្រីមិនបង្អង់ពេលយូរទ្រង់ក៏បានប្រើប្រាស់យុទ្ធសាស្ត្ររបស់ខ្លួនដើម្បីឲ្យម្ចាស់សុបិនអមតៈនឹងបង្ហាញខ្លួនតែម្ចាស់សុបិនអមតៈបែរជាបំភាន់ទៅជារូបរាងរបស់ព្រះនាងនាងអានដោយព្យាយាមបង្វក់លួងលោមសំវរទៅកាន់ស្ដេចបិសាចឆ្លៀតឱកាសដែលទ្រង់ភ្លេចខ្លួននាងក៏ចង់គ្រប់គ្រងរាងកាយមួយនោះតែក៏ត្រូវបានស្ដេចបិសាចនឹងចាប់ដៃនាងជាប់រួចក៏វាយធ្វើឲ្យនាងនឹងរលាយបាត់ទៅរំពេចនោះក៏លេចឡើងនៃវត្តមានរបស់សាវយ៉ាវវិញម្ដងដែលធ្វើឲ្យស្ដេចបិសាចនឹងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសាវយ៉ាវបានអះអាងម្ដងហើយម្ដងទៀតថាខ្លួនគឺជាសាវយ៉ាវរបស់ហុងយីតែបិសាចហុងយីក៏ស្ងប់ចិត្តដោយយល់ព្រមទៅតាមសំណើរបស់នាងធ្វើឲ្យម្ចាស់សុបិនអមតៈមានឱកាសក្នុងការដាស់គំនិតអាក្រក់ចេញពីស្ដេចបិសាចសារៀងជាបន្តក៏បានបង្ហាញអំពីប៊ីងស៊ូបានយកគំនូររបស់ម្ចាស់សុបិនអមតៈប្រកល់ទៅឲ្យអធិរាជដែលធ្វើឲ្យអធិរាជនឹងត្រេកអរហើយសរសើរគេយ៉ាងខ្លាំងព្រោះគំនូរមួយនេះគឺជាម្ចាស់សុបិនអមតៈដែលគេនឹងរៀបចំដង្វាយឲ្យនោះឯងលើបែបនេះប៊ីងស៊ូគេមានសំណើស្នើទៅកាន់ព្រះរាជាយោងតាមការសិក្សាឯកសារនៅក្នុងឆ្មាំងហ្វៃយូបាននិយាយអំពីដួងវិញ្ញាណដែលអាចបោកបញ្ឆោតមនុស្សពួកគេត្រូវបានចិញ្ចឹមដោយធម្មពលវិញ្ញាណរបស់ស្រីក្រមុំដូច្នេះហើយគេសុំពេលវេលារបស់អធិរាជនឹងដើម្បីសិក្សាអំពីរឿងមួយនេះជាមុនសិនលើបែបនេះអធិរាជបែរជាខឹងថាប៊ីងស៊ូនឹងមើលងាយគេថាជាមនុស្សល្ងងដែលបញ្ជាឲ្យប៊ីងស៊ូនឹងឆាប់ប្រមូលកូនមន្ត្រីចំនួន100នាក់ដើម្បីចេញដំណើរភ្លាមប៊ីងស៊ូគេមិនអាចតវ៉ាបាននោះឡើយនៅតាមផ្លូវត្រឡប់មកវិញគេពិតជាព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះកន្លែងមួយនោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយគេក៏មិនអាចនាំសេនារបស់គេនឹងទៅកាន់ទីនោះបានដែរចំណែកឯខាងគេក៏យកស្របឲ្យប៊ីងស៊ូនឹងជួយទៅកាន់សាវយ៉ាវដូចគ្នាបន្ទាប់មកប៊ីងស៊ូក៏បានបញ្ជាឲ្យកូនចៅរបស់គេទាំងអស់ធ្វើដំណើរទៅកាន់ផ្ទះមន្ត្រីដើម្បីប្រមូលកូនស្រីដែលក្រោមអាយុ18ឆ្នាំមកទាំងអស់ជួបជុំគ្នាដើម្បីចេញដំណើរក្នុងវេលាម៉ោង3នេះដល់ពេលសកម្មរបស់ពួកគេធ្វើឲ្យមន្ត្រីជាច្រើនមិនពេញចិត្តនោះទេគេគិតថាខ្លួនឯងពិតជាអន់ខ្លាំងណាស់សូម្បីតែកូនស្រីរបស់ខ្លួនឯងក៏ការពារមិនបានកន្លែងមកកាន់សាវយ៉ាវនឹងដាលីវិញម្ដងដោយប៊ីងស៊ូនឹងបានឲ្យប្រាក់មួយចំនួនឲ្យអ្នកទាំងពីរទិញអីវ៉ាន់ត្រៀមខ្លួនធ្វើដំណើរទៅកាន់អាណាចក្រលំហអាបលើបែបនេះហើយពួកគេសប្បាយចិត្តយ៉ាងខ្លាំងគិតថាប៊ីងស៊ូនឹងច្បាស់ជាមានមធ្យោបាយជាមិនខានតែប៊ីងស៊ូគឺអត់ដឹងដូចគ្នាសង្ឃឹមថាទៅដល់សមុទ្រម្ចាស់សុបិនអមតៈនឹងបង្ហាញផ្លូវគេជាបន្តទៀតទៅដល់ផ្សារសាវយ៉ាវបានទិញថង់ក្រអូបមួយសូម្បីតែខាងគេក៏ពេញចិត្តថង់មួយនោះដែរទើបសាវយ៉ាវនឹងបានប្រកល់ថង់មួយនោះទៅឲ្យខាងតែម្ដងក្រោយមកអ្នកទាំង3ក៏បានចូលទៅក្នុងវិហារដើម្បីក៏លុកឈើសំណាងឆ្លៀតឱកាសដែលសាវយ៉ាវនឹងដាលីទៅគោរពព្រះប៊ីងស៊ូបានយកចង្កឹះឈើសំណាងនឹងលាក់ទុកនៅក្នុងដៃអាវដើម្បីរងចាំអ្នកទាំងពីរបង្កភាពភ្ញាក់ផ្អើលភ្លាមនោះដាលីក៏បានមកកលុកឈើសំណាងដោយទទួលបានប្រផ្នូលល្អតែនាងមិនទាន់ពេញចិត្តនោះឡើយក៏កលុកវាម្ដងទៀតប៊ីងស៊ូធ្វើជារើសឈើឲ្យដាលីតែតាមការពិតគេបានអោនទៅដើម្បីបដូរវានោះទេតែទស្សនវិជ្ជាទាំងអស់នេះត្រូវបានសាវយ៉ាវនឹងនាងមើលឃើញផងដែរដាលីគេពេញចិត្តខ្លាំងមែនទែនពីព្រោះអ្វីដែលគេទទួលបានគឺជាមហាសំណាងដល់ពេលរបស់សាវយ៉ាវវិញម្ដងហើយនាងអត់បានកលុកនោះទេគឺរាវចាប់យកតែម្ដងតែអ្វីដែលនាងចាប់បានក៏នៅតែជាមហាសំណាងដូចគ្នាលុះពេលដែលពួកគេបានត្រឡប់មកវិញប៊ីងស៊ូក៏បានបញ្ឆោតឲ្យពួកគេនឹងទៅមួយទឹករៀបចំសម្លៀកបំពាក់ហើយគេនឹងរងចាំពួកនាងនៅខាងក្រៅប៉ុន្តែនៅពេលដែលគេមកដល់ខាងក្រៅគេក៏បានយកសោចាក់ក្នុងបន្ទប់នោះតែម្ដងវាធ្វើឲ្យអ្នកនៅខាងក្នុងភ្ញាក់ផ្អើលខ្លាំងមែនទែនគេសុំឲ្យប៊ីងស៊ូនឹងដោះលែងគេទៅប៉ុន្តែប៊ីងស៊ូមិនបានធ្វើបែបនេះឡើយថែមទាំងដាក់យ័ន្តនឹងមិនឲ្យអ្នកទាំងពីរចេញមកខាងក្រៅទៀតដោយដំណើរទៅកាន់លំហអាបវាគ្រោះថ្នាក់ខ្លាំងពេកម្ចាស់សុបិនអមតៈក៏មានល្បិចកលដូច្នេះគេត្រូវតែកម្ចាត់វិញ្ញាណអាក្រក់មួយនេះដោយផ្ទាល់ដៃរបស់គេមិនចង់ឲ្យនាងនឹងទៅនោះឡើយខ្លាចជាបន្ទុកឲ្យបាត់បង់ជីវិតដែលអត់ប្រយោជន៍យ៉ាងណាមិញយ័ន្តដែលគេដាក់មានរយៈពេល10ថ្ងៃនៅក្នុងនោះស្បៀងរយៈពេល10ថ្ងៃក៏គេបានត្រៀមឲ្យអ្នកទាំងពីររួចរាល់ប្រសិនបើគេនឹងមិនត្រឡប់មកវិញនោះទេសូមឲ្យអ្នកទាំងពីរចាក់ចែងពីនេះបន្តការវឹកហាត់របស់ខ្លួនកុំធ្វើបាបមនុស្សអីនិយាយរួចគេក៏បានដើរចាក់ចែងទៅដែលធ្វើឲ្យដាលីនឹងគេខ្វល់ខ្វាយយ៉ាងខ្លាំងប៉ុន្តែសាវយ៉ាវនាងឆ្លាតខ្លាំងមែនទែនអ្នកទាំងអស់គ្នានាងបានយកឈើដែលនាងត្រៀមខ្លួនរួចជាស្រេចនឹងទៅឆ្កឹះយ័ន្តនៅខាងក្រៅដោយសារតែនាងនឹងបានកប់សម្គាល់ឃើញសកម្មភាពរបស់ប៊ីងស៊ូនឹងប្លែកៗទើបគេដឹងថាប៊ីងស៊ូច្បាស់ជាមានផែនការអ្វីជាមិន
មិនខានដាលីសរសើរទៅលើសែវយ៉ៃខ្លាំងមែនទែនរួចពួកគេក៏បានបំបែកទ្វារចាក់ចេញទៅដោយមិនភ្លេចយកអ្វីដែលប៊ីងស៊ូនឹងបានត្រៀមឲ្យពួកគេទៅជាមួយនោះទេកន្លែងមកកាន់លោកចៅហ្វាយខេតឯនេះវិញគាត់បានយកកូនស្រីរបស់គាត់ទាំងពីរនឹងទៅលាក់ខ្លួនកុំឲ្យពួកឆ្មាំងហ្វៃយូនឹងចាប់យកទៅអីចឹងណាភ្លាមនោះឆ្មាំងហ្វៃយូក៏បានចូលមកដល់ដែលធ្វើឲ្យគាត់នឹងបញ្ញាបញ្ញានិយាយកុហកថាកូនស្រីរបស់គាត់ទាំងពីរនឹងបានចេញទៅដើរលេងបាត់ទៅហើយឆ្មាំងហ្វៃយូគេមិនជឿនោះឡើយដោយព្យាយាមចង់ឆែកឆេរបន្ទប់អស់ទាំងនេះរំពេចនោះសែវយ៉ៅនិងដាលីក៏បានបង្ហាញខ្លួនដោយហៅអ្នកទាំងពីរថាជាឪពុកម្ដាយរួចក៏រៀបរាប់អំពីគុណសម្បត្តិនៅក្នុងការទៅបម្រើម្ចាស់សុបិនអមតៈដែលធ្វើឲ្យលោកចៅហ្វាយខេតជាមួយនឹងប្រពន្ធរបស់គេតក់ស្លុតខ្លាំងមែនទែនបន្ទាប់ពីពួកគេចាក់ចេញទៅលោកចៅហ្វាយខេតស្ទើរតែមិនជឿរួចប្រពន្ធរបស់គាត់ក៏បានវាយបញ្ជាក់ដែលធ្វើឲ្យអ្នកទាំងពីរនឹងពិតជាត្រេកអរយ៉ាងខ្លាំងទាញកូនស្រីសំណប់ចិត្តរបស់ពួកគេនឹងចេញមកខាងក្រៅវិញនៅខាងប៊ីងស៊ូដែលកំពុងតែរៀបចំកូនមន្ត្រីដើម្បីចាក់ចេញឯនេះវិញគេបានបញ្យល់ទៅកាន់ពួកនាងរួមជាមួយនឹងឱកាសដែលធ្វើឲ្យគ្រួសាររបស់គេនឹងទទួលបានភាពថ្លៃថ្នូរដូចគ្នាបំរុងនឹងចាក់ចេញទៅកូនចៅរបស់គេក៏បានរាយការណ៍ថានៅខ្វះក្មេងស្រី2នាក់ទៀតប៊ីងស៊ូក៏ក៏លេចមើលទៅកាន់អ្នកទាំងពីរដាលីនិងសែវយ៉ៅព្យាយាមគេចមុខខ្លាំងមែនទែនតែមិនអាចគេចផុតអំពីកសែភ្នែករបស់ប៊ីងស៊ូឡើយទើបសែវយ៉ៅនឹងបង្ហាញមុខចំទៅកាន់ប៊ីងស៊ូតែម្ដងធ្វើឲ្យប៊ីងស៊ូនឹងគេខឹងយ៉ាងខ្លាំងរួចក៏ប្រកាសរៀបចំចាក់ចេញយ៉ាងណាមិញគេបានប្រាប់ទៅកាន់ជីយ៉ាងបញ្ជាកូនចៅរបស់គេឲ្យចុះពីលើទូកទុកឲ្យគេគឺជាអ្នកអមដំណើរពួកនាងទៅដោយផ្ទាល់ជីយ៉ាងលើបែបនេះហើយគេត្រេកអរយ៉ាងខ្លាំងក្រោយមកអ្នកបើកទូកក៏បានសួរទៅកាន់ប៊ីងស៊ូថាឲ្យគេនឹងទៅកាន់គោលដៅមួយណាដោយសារសមុទ្រវាធំខ្លាំងមែនទែនដូច្នេះគេមិនអាចគ្រប់គ្រងវាបានត្រឹមត្រូវនោះឡើយប៊ីងស៊ូក៏បានប្រាប់ទៅកាន់អ្នកបរទូកវិញថាកុំឲ្យព្រួយបារម្ភអីនៅពេលដែលគេបានទៅដល់សមុទ្រច្បាស់ជាមានអ្នកបង្ហាញផ្លូវជាមិនខានក្រោយពេលដែលពួកគេបានទៅដល់សមុទ្ររលកព្យុះយ៉ាងខ្លាំងបាក់បោកទៅលើទូករបស់ពួកគេមនុស្សស្រីទាំងអស់ក៏ចាប់ផ្ដើមអធិដ្ឋានគោរពទៅកាន់ម្ចាស់សុបិនអមតៈសូមឲ្យទ្រង់នឹងជួយបង្ហាញទិសដៅដ៏ត្រឹមត្រូវសម្រាប់ពួកគេផងពួកគេស្ម័គ្រចិត្តមកទីនេះបម្រើទ្រង់ដោយចិត្តស្មោះសរប៊ីងស៊ូក៏បានយកគំនូររបស់ម្ចាស់សុបិនអមតៈរួចក៏បានស្រែកបន្ថែមទៀតមិនយូរប៉ុន្មានរលកមួយនោះក៏បានស្ងប់ទៅបង្ហាញអំពីព្រះអាទិត្យរួមជាមួយនឹងភ្នំផងដែរវាធ្វើឲ្យពួកនាងសប្បាយចិត្តខ្លាំងមែនទែនគិតថាភ្នំមួយនោះគឺជាភ្នំធានឆឹងពួកគេនឹងបានទទួលពរពីម្ចាស់សុបិនអមតៈដោយទឹកវេទមន្តយូលីជាមិនខានកន្លែងមកកាន់កំបិតរបស់ប៊ីងស៊ូគេអន្ទះសារខ្លាំងមែនទែនរួចគេក៏បានប្រាប់ទៅកាន់សែវយ៉ៅឲ្យរកកន្លែងមានសុវត្ថិភាពសម្រាប់ខ្លួនឯងពីព្រោះតែវានឹងពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំណែកឯសែវយ៉ៅគេក៏រំពឹងថាបានជួយជាមួយនឹងស្ដេចបិសាចហុងជីដែរក្រោយមកពួកគេក៏បានឡើងទៅលើកោះដែលធ្វើឲ្យពួកគេនឹងកាន់តែសប្បាយឡើងមួយកម្រិតទៀតបន្ទាប់ពីឃើញទិដ្ឋភាពផ្កានៅទីនោះវាពិតជាស្រស់ស្អាតខ្លាំងណាស់ប៊ីងស៊ូក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្នាឲ្យមានសម្ដាប់ធ្នាប់បន្តិចតែកូនមន្ត្រីទាំងអស់នោះបែរជាមើងងាយទៅកាន់ប៊ីងស៊ូទៅវិញថាកុំឲ្យគេនឹងធ្វើជាអ្នកក្លាហានបន្តទៀតអីអញ្ចឹងណារំពេចនោះធាននិងប៉ពួកក៏បានមកទទួលពួកនាងដោយរៀបរាប់អំពីស្ថានភាពនៅកោះមួយនេះដែលវាគឺជាកន្លែងអមតៈហើយពួកនាងនឹងត្រូវខ្លាចជាប្អូនស្រីរបស់គេផងដែរលើបែបនេះហើយធ្វើឲ្យស្រីទាំងអស់នោះកាន់តែសប្បាយចិត្តនិងជ្រួលជ្រើថែមមួយកម្រិតទៀតប៊ីងស៊ូគេអស់សំណើចខ្លាំងណាស់រួចក៏បានបង្ហាញអំពីអត្តសញ្ញាណរបស់ខ្លួនឯងដែលដឹកនាំនារីអស់ទាំងនោះតាមបញ្ជារបស់អធិរាជគេក៏ស្នើសុំជួយជាមួយនឹងម្ចាស់សុបិនអមតៈដើម្បីបញ្ចប់ភារកិច្ចរបស់គេផងដែរតែពួកនាងមិនទាន់យកព្រមនោះទេដោយសារតែគេនឹងគឺជាមនុស្សប្រុសប៊ីងស៊ូនៅតែផ្អែកទៅលើកាតព្វកិច្ចរបស់ខ្លួនដែលការពារស្ត្រីអស់ទាំងនេះគេនៅតែចង់ជួយជាមួយនឹងម្ចាស់សុបិនអមតៈបើទោះបីជាត្រូវបាត់បង់ជីវិតនៅក្នុងភារកិច្ចក៏ដោយធានក៏បានយកព្រមតាមសំណើរបស់ប៊ីងស៊ូដែលនាំគេនឹងទៅជួយជាមួយនឹងម្ចាស់សុបិនអមតៈនៅតាមផ្លូវសៀវយ៉ាវក៏បានជួបស្ត្រីចំណាស់ម្នាក់កំពុងតែស្រោចទឹកផ្កានាងក៏បានទៅសួរអំពីប្រភេទនៃផ្កាអីចឹងទៅប៉ុន្តែស្ត្រីម្នាក់នោះបែរជានិយាយថាវាមិនមែនជាផ្កានោះទេវាសុទ្ធសឹងតែជាបេះដូងរបស់មនុស្សដល់ពេលវេលាបេះដូងអស់ទាំងនោះនឹងផលិតឡើងម្ចាស់សុបិនអមតៈពិតជាស្រឡាញ់ពួកវាខ្លាំងណាស់លើបែបនេះហើយសៀវយ៉ាវនាងឆ្ងល់នឹងអ្វីដែលស្ត្រីចំណាស់ម្នាក់នោះនិយាយខ្លាំងមែនទែនអំឡុងពេលដែលពួកគេកំពុងតែដើរទៅរកម្ចាស់សុបិនអមតៈស្រីទាំងអស់នោះក៏បានពិភាក្សាអំពីសម្រស់របស់អ្នកទាំង3ប៉ុន្តែគេក៏ឆ្ងល់ខ្លាំងណាស់ដែរមិនបានជាក្នុងចំណោមពួកនាងមានស្ត្រីពាក់របាំងមុខទៅវិញរួចនាងក៏បានសូមឲ្យធាននឹងដោះរបាំងមុខដោយសារតែចង់ដឹងអំពីភាពស្រស់ស្អាតរបស់នាងអីចឹងណាធានគេស្ទាក់ស្ទើរខ្លាំងមែនទែនរំពេចនោះជីនីងក៏បានហៅឈ្មោះលូធានចាំដើម្បីឲ្យនាងនឹងដោះរបាំងមុខបង្ហាញទៅកាន់អ្នកគ្រប់គ្នាលើឈ្មោះលូធានបែបនេះហើយធ្វើឲ្យប៊ីងស៊ូគេស្រឡាញ់កាំងតែម្ដងក្រោយពីបានមើលមុខរបស់នាងគេកាន់តែច្បាស់ថាម្នាក់នេះហើយគឺជាមនុស្សដែលគេនឹងកំពុងតែស្វែងរកមនុស្សស្រីទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងស្នាមលើមុខរបស់ធានខ្លាំងមែនទែនរួចធានក៏បានបកស្រាយថានាងនឹងទទួលទោសដោយស្ម័គ្រចិត្តពីព្រោះតែនាងបានធ្វើខុសអីចឹងណាដូច្នេះវាក៏ជាគំរូមួយទុកឲ្យអ្នកគ្រប់គ្នាដែលស្នាក់នៅទីនេះរៀនតាមកុំឲ្យធ្វើខុសដូចជានាងផងដែររួចប៊ីងស៊ូក៏បាននិយាយកាន់ជើងទៅខាងធានចំពោះបញ្ហាស្នាមមួយនេះថាវាមិនមែនជាបញ្ហានោះទេអ្វីដែលសំខាន់ធាននៅតែរក្សាភាពថ្លៃថ្នូររបស់ខ្លួនហើយគេក៏ជឿជាក់ថាដួងចិត្តរបស់នាងមិនប្រែប្រួលដូចគ្នាសៀវយ៉ាគេភ្ញាក់ផ្អើលជាមួយនឹងសម្ដីរបស់ប៊ីងស៊ូខ្លាំងមែនទែនមិនបានជាគាត់នឹងនិយាយពាក្យផ្អែមល្ហែមជាមួយនឹងធានខ្លាំងម្ល៉េះក្រោយមកធានក៏បានប្រកាសទៅកាន់ពួកស្រីទាំងអស់ឲ្យស្នាក់នៅទីនេះដើម្បីទទួលការសាកល្បងឆ្ពោះទៅកាន់អាណាចក្រអមតៈប្រសិនបើអ្នកណាមិនពេញចិត្តជាមួយនឹងការសាកល្បងមួយនោះទេអាចចាក់ចេញទៅបានអ្នកគ្រប់គ្នាពិតជាភ័យខ្លាចខ្លាំងមែនទែនតែគេនឹងក៏ចង់ទទួលបានជីវិតអមតៈដូច្នេះក៏សុខចិត្តយកព្រមជាមួយនឹងសំណើរបស់នាងប៉ុន្តែប៊ីងស៊ូគេនៅតែមិនជឿជាក់ខ្លាចពួកនាងនឹងមានគ្រោះថ្នាក់ទើបចង់ធានាការពារពួកនាងមិនឲ្យមានបញ្ហាអ្វីនោះទេធាននាងក៏បានធានាអះអាងទៅលើសុវត្ថិភាពរបស់ពួកគេរំពេច
នោះជីនីងក៏បានកលៃទៅឃើញដាលីនឹងតួស្រីបើទោះបីជាអ្នកទាំងពីរព្យាយាមកិច្ចក៏ជីនីងនឹងបញ្ជាឲ្យពួកគេនឹងបែរត្រឡប់មកវិញផងដែរមានជំរឿតួស្រីក៏បានបង្ហាញមកកាន់ពួកគេតែម្ដងដោយនិយាយស្វាគមន៍ថាពួកគេនឹងបានជួបគ្នាម្ដងទៀតហើយហើយសាច់រឿងរបស់យើងក៏ត្រូវបានចាប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់សម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ